ทุกเรื่องสาจิตทำไมในครั้งไทยนี้ខ្ញុំមានរឿងថ្មីមួយសម្រាប់យកមកនិយាយប្រាប់អ្នកទាំងអស់គ្នាសម្រាប់សាច់រឿងមួយនេះមិនមែនជារឿងដែលកើតឡើងឥឡូវនេះទេគឺវាបានកើតឡើងយូរណាស់មកហើយវាតកតងទៅនឹងរឿងធ្វើអំពើណាអញ្ចឹងហើយសាច់រឿងរបស់យើងថ្ងៃនេះអាចនឹងមិនសូវមានឈុតឆាតរន្ធត់ញាប់ញ័របេះដូងឲ្យច្រើនទេតែរសជាតិថ្មីមកអ្នកទាំងអស់គ្នាស្ដាប់ទៅប្លែកម្យ៉ាងដែរអូខេអញ្ចឹងចង់ដឹងថារឿងរបស់យើងថ្ងៃនេះវាមានហេតុការណ៍យ៉ាងណាខ្លះបានកើតឡើងអញ្ចឹងដើម្បីកុំឲ្យខាតពេលតោះចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នារឿងរ៉ាវមួយនេះត្រូវបានចែករំលែកដោយបងប្រុសម្នាក់ដែលគាត់មិនបានបញ្ចេញឈ្មោះមកទេអញ្ចឹងខ្ញុំសូមហៅគាត់ថាបូរ៉ូទៅចុះបូរ៉ូក៏ថារឿងមួយនេះបានកើតឡើងយូរណាស់មកហើយតាំងពីក្នុងឆ្នាំ2000មកម្ល៉េះហើយវាក៏មិនកើតឡើងមកលើខ្លួនគាត់ផ្ទាល់ដែរគឺវាបានកើតឡើងទៅលើអ្នកភូមិរបស់គាត់ដោយការហ្នឹងដែលសារទៅនៅក្មេងគាត់មិនសូវចាំបានច្រើនទេគ្រាន់តែដឹងថាមានរឿងកើតឡើងពេលគេធ្វើបុណ្យសពអីគឺគាត់ដឹងថាមានអ្នកស្លាប់តែបើឲ្យដឹងសាច់រឿងរមាត់តែម្ដងគឺគាត់ដឹងទេប៉ុន្តែទៅតែពេលគាត់ធំឡើងនេះបងរោក៏បាននឹកដល់រឿងហ្នឹងហើយគាត់ក៏បានទៅសួរម៉ែគាត់អំពីអំពីហេតុការណ៍ទាំងហ្នឹងណាបន្ទាប់មកគាត់ក៏បានចែករំលែករឿងនេះមកតែម្ដងអូខេអញ្ចឹងចូលមកកាន់សាច់រឿងយើងតែម្ដងទៅប្រដាំតងនៅមូលឡាយនៃរឿងនេះគឺមានគ្រូសាមួយនៅក្នុងភូមិដែលមករស់នៅហ្នឹងដែលគ្រូសាហ្នឹងមានកូនចំនួន3នាក់សុទ្ធតែប្រុសទាំងអស់ធម្មតាបើកាលណាមានបងប្អូន3នាក់សុទ្ធតែប្រុសអញ្ចឹងពួកគេមិនសូវជាត្រូវគ្នាទេហើយបងប្អូន3នាក់ហ្នឹងគឺអញ្ចឹងពេលដែលនៅតូចគឺថាពួកគាត់ឆ្លោះគ្នាមិនសូវជាត្រូវគ្នាប្រហែលទេរហូតដល់ធំពេញកំឡោះពួកគាត់ក៏ប្រែពីបងប្អូនដែលមិនសូវត្រូវគ្នាបែរជាមកស្រឡាញ់គ្នាហើយស្និទ្ធស្នាលខ្លាំងមែនទែនសំខាន់3អ្នកបងប្អូនគាត់ហ្នឹងសង្ខាណាស្រីក្នុងភូមិលួចស្រឡាញ់ស្ទើរតែគ្រប់គ្នាហើយនៅត្រង់ចំណុចហ្នឹងខ្ញុំសូមដាក់ឈ្មោះឲ្យពួកគាត់ទាំង3ថាបង1បង2បង3ទៅចុះដែលបង1ហ្នឹងគឺជាកូនបងគេអញ្ចឹងកាលអ្វីកាន់តែចម្រើនទៅមុខក៏មានថ្ងៃមួយបង1នេះគាត់ក៏បានចាប់ចិត្តលួចស្រឡាញ់ប្រពន្ធគេដែលជាអ្នកចិត្តខាងនៅប្រឆាំងផ្ទះគាត់ប្រហែលជា3-4ផ្ទះហើយប្តីប្រពន្ធ2នាក់ហ្នឹងប្តីមានឈ្មោះថាសុកហើយប្រពន្ធមានឈ្មោះថាកុន្ធាបងរោក៏ថាចៅកុន្ធាហ្នឹងមើលទៅមិនជាស្រីស្អាតអីលើគេនៅក្នុងភូមិទេហើយគាត់ក៏បានមានប្តីហើយតែមិនដឹងជាម៉េចបានជាបងមួយនេះតាមតញ្ញាយ៉ងចៅម្នាក់នឹងបែបហ្នឹងដោយមួយថ្ងៃគាត់គិតទៅលេងផ្ទះគេហើយតែជួយធ្វើការងារគេរបៀបវិជ្ជគុណភាសាទៅធ្វើការយកចិត្តម៉ែក្មេងអញ្ចឹងគឺថាគាត់ទៅផ្ទះគេសឹមតែរាល់ថ្ងៃហើយលេបខាយពីសម្ដីជាមួយចៅម្នាក់ហ្នឹងអញ្ចឹងទៅអញ្ចឹងដល់ឃើញមានប្រុសតាមអញ្ញាប្រពន្ធដល់ផ្ទះបែបហ្នឹងបងសុកដែលជាប្តីនេះគាត់ក៏ចាប់តាមមានចិត្តខឹងហើយខឹងដល់កម្រិតមួយដែលគាត់ឈប់ប្រចារណៃព្រោះតែកាយប្រចាំមួយគឺបង្ហាញច្បាស់ណាស់ថាគាត់ចង់បញ្ញើប្រពន្ធរបស់គាត់ 100% តែម្ដងចឹងតែមានចិត្តខឹងបែបហ្នឹងហើយក៏មានថ្ងៃមួយបងសុកគាត់ក៏បានទៅនិយាយជាមួយបងមួយថាកុំឲ្យទៅផ្ទះគាត់ឲ្យធ្វើកាយវិការបែបហ្នឹងទៀតព្រោះតែគាត់ក៏ដឹងហើយថាចៅកុន្ធានេះមានប្តីមានស្រីហើយកុំមកធ្វើចរិតចង់បានប្រពន្ធគេអញ្ចឹងខ្វះអីស្រីកំមុំនឹងពេញភូមិមិនបានមិនទៅស្រឡាញ់មកឆ្វាក់អីនឹងប្រពន្ធគេបែបហ្នឹងពេលដែលលឺមកសុកនិយាយអញ្ចឹងហើយមកមួយគាត់ខុសតែគាត់អត់ព្រមទទួលកំហុសទេគាត់បែរតែជានិយាយឌឺដងបន្ថែមទៅលើមកសុករហូតក៏ប្រកាសតែជាការឆ្លុះគ្នាខ្នាតធំរំផ្អើលពេញភូមិហើយសំខាន់ពេលដែលឆ្លុះហ្នឹងពួកគាត់មិនឆ្លុះគ្នាតែមួយទល់មួយទេដោយសារតែបងមួយនេះគាត់មានបងប្អូន3នាក់អញ្ចឹងពេលដែលឆ្លុះហ្នឹងបងប្អូនគាត់2នាក់ទៀតក៏មកជួយឆ្លុះជាមួយដែរវាថាមួយទល់នឹង3នៅអ្នកទាំងអស់គ្នាហើយបង2បង3ហ្នឹងគាត់គាត់ថាបងគាត់ខុសឬក៏ត្រូវទេតែមានគេមករករឿងបងរបស់គាត់ហើយគឺពួកគាត់រត់ចេញមកការពារកាន់ជើងបងខ្លួនឯងតាមហ្នឹងទៅអញ្ចឹងពេលដែលខ្លួនឯងនេះត្រូវហើយតែឆ្លុះជាមួយគេបើជាឆ្លុះឈ្នះបែបហ្នឹងបងសុកគាត់ក៏ចាប់ផ្ដើមមានគំនិតគុំខឹងបងប្អូន3នាក់ហ្នឹងខ្លាំងមែនទែនដល់ពេលដែលឆ្លុះហើយបងសុកគាត់ក៏ត្រឡប់ដើរទៅផ្ទះវិញតែក្តាប់ដៃខឹងណាដល់គាត់នឹងតែធ្វើអីបានគឺមានតែខឹងនៅក្នុងចិត្តនឹងឯងអញ្ចឹងក្រោយពីមានរឿងនឹងកើតឡើងបានប្រហែលជាមួយខែក្រោយមកក៏មានព្រឹកមួយបងមួយហើយបងប្អូនរបស់គាត់នឹងក៏ចាប់ផ្ដើមឆ្លុះគ្នានិយាយទៅព្រឹកបាប់ភ្នែកឡើងគឺថាឆ្លុះគ្នាយកតែម្ដងហើយអ្នកទាំងអស់គ្នានឹងតែពួកគាត់ឆ្លុះគ្នារឿងអីអត់គឺថាពេលហ្នឹងពួកគាត់ចោទគ្នាថាជាបិសាចដោយបងមួយនេះចោទបងពីរទៅហើយបងពីរក៏ចោទបង3តទៅចោទគ្នាទៅមកឆ្លុះគ្នានៅផ្អើលពេញផ្ទះទោះបីជាម៉ែពុករបស់គាត់នេះខំមកសម្រួលយ៉ាងណាក៏ដោយក៏នៅតែមិនស្រួលគ្នាសោះแล้วពួកគាត់គិតតែស្រែកថានេះជាបិសាចអានោះជាបិសាចអីអញ្ចឹងទៅហើយពេលដែលមានរឿងឆ្លុះហោះចោតគ្នាតែជាបិសាចទៅមកបែបហ្នឹងហើយពួកគាត់នេះក៏នៅជាមួយគ្នាលេងបានទេដែរដល់បងមួយនិងបងពីរបានរត់ទៅនៅផ្ទះអ៊ំគាត់
lậpแต่องค์กรนั่นคือในចិត្តគ្នាដែរទេហើយសម្រាប់មក3វិញគឺគាត់នៅផ្ទះម៉ែពុកគាត់ដដែលអញ្ចឹងពេលដែលគ្រប់គ្នាចេញលេងនៅចិត្តគ្នាបែបហ្នឹងម្នាក់ហ្នឹងក៏ចាប់ផ្ដើមមានសភាពធម្មតាវិញអត់មានអីចម្លែកគួរចាប់អារម្មណ៍ទៀតទេហើយបើនិយាយពីអ៊ំរបស់បងប្រុសទាំង3នឹងវិញពេលដែលឃើញកូនក្មួយរបស់គាត់ឆ្លុះគ្នាចម្លែកបែបហ្នឹងពួកគាត់ក៏បានទៅប្រាប់ម៉ែពុករបស់បងទាំង3នឹងថាឲ្យសាកទៅរកគ្រូទីអីមើលមិនបានជាពួកគេនឹងតែជាអញ្ចឹងព្រោះថាបើសិនជាឆ្លុះគ្នាធម្មតាវាមិនអីទេតែនេះឆ្លុះគ្នាហើយបែរជាដើរចោទគ្នាថាជាបិសាចអញ្ចឹងក្រោយពីឮបងប្រាប់ណែនាំបែបហ្នឹងហើយម៉ែរបស់បងទាំង3ហ្នឹងក៏បានទៅភូមិមួយទៀតដើម្បីរកគ្រូទីម្នាក់ឲ្យជួយមើលអញ្ចឹងពេលដែលទៅមើលនោះម៉ែគាត់ក៏បានរៀបរាប់ដំណើរតាមតងនៃរឿងតាមហ្នឹងទៅថាកូនគាត់សពនេះក៏ឆ្លុះគ្នាហើយចោទគ្នាថាជាបិសាចហើយឲ្យគ្រូនេះជួយមើលមិនបានជាសពតែជាអញ្ចឹងក្រោយពីស្ដាប់អ្វីដែលម៉ែបងទាំង3នាក់ហ្នឹងបាននិយាយហើយគ្រូនោះក៏កូនគូមើលតាមហ្នឹងទៅក៏ឃើញថា3នាក់កូនរបស់គាត់ហ្នឹងគឺត្រូវអំពើគេហើយលឿនអញ្ចឹងមិនដែរជាម៉ែហ្នឹងគាត់ភ័យខ្លាចមែនទែនហើយគាត់ក៏សួរគ្រូនោះថាហើយវាជាអំពើអីហើយនរណាជាអ្នកធ្វើពេលនោះគ្រូនោះក៏បានប្រាប់ថាអ្នកដែលធ្វើហ្នឹងមិនមែនជាអ្នកឆ្ងាយទេគឺជាអ្នកនៅចិត្តនឹងឯងហើយគាត់ក៏បានបន្ថែមថាអំពើនេះវាធ្ងន់ខ្លាំងណាស់គាត់អត់មានសមត្ថភាពអាចដកបានទេលឺអញ្ចឹងម៉ែបង3នាក់ហ្នឹងក៏សួរទៀតថាអញ្ចឹងមានវិធីអីអាចជួយកូនគាត់បានអត់បន្ទាប់មកគ្រូម្នាក់នោះក៏បានណែនាំគាត់ឲ្យទៅជួបគ្រូម្នាក់ទៀតសាក់លោមើលតែនោះគាត់មានវិធីអាចជួយបានដល់ឮថាកូនគាត់ត្រូវអំពើគេឲ្យដំបានបែបហ្នឹងគាត់ភ័យខ្លាចមែនទែនហើយគាត់ក៏ប្រញាប់ទៅរកគ្រូម្នាក់ទៀតតាមអ្វីដែលគ្រូទី1បានប្រាប់ពេលដែលទៅដល់គាត់ក៏បានរៀបរាប់ដំណើរដើមតងនៃសាច់រឿងតាមហ្នឹងទៅហើយពេលនោះគ្រូទី2នោះក៏បាននិយាយថាបើឲ្យធ្វើពិធីប្រសាអំពើនឹងតែម្ដងគឺមិនអាចដោះចេញទេប៉ុន្តែគាត់មានវិធីមួយអាចថាប្របាក៏បានស្រួលក៏បានព្រោះវាពឹងលើសំណាងណាដែលគ្រូនោះបានប្រាប់ថាត្រូវឲ្យបងទាំង3នាក់ហ្នឹងចេញទៅរករបស់2យ៉ាងឲ្យបានដោយរបស់ទី1នោះគឺជាតកូនតេតែមិនយកតកូនតេធម្មតាណាគឺយកតកូនណាដែលវាងាប់ត្រួយបើវាងាប់ទងណាកាច់យកទងនឹងមកហើយរបស់ទី2ដែលត្រូវរកមួយទៀតនោះគឺដើមរាំងសាបដែលដើមនោះត្រូវតែយកមេឃណាដែលងាប់តែប៉ុណ្ណោះបន្ទាប់ពីប្រាប់ពីរបស់ដែលត្រូវរកនោះហើយគ្រូនោះក៏បានប្រាប់ពីលក្ខខណ្ឌវិញម្ដងដែលគាត់ថារបស់ដែលត្រូវរកទាំងនោះគឺត្រូវប្រកាសថាវាងាប់ដោយខ្លួនឯងមិនយើងជាអ្នកតែធ្វើឲ្យវាងាប់ឬក៏លួយទេឧទាហរណ៍ថាបើតកូនតេងាប់ត្រួយគឺវាងាប់ត្រួយដោយខ្លួនឯងហើយបើថាដើមរាំងសាបហ្នឹងក៏ត្រូវតែងាប់ដោយខ្លួនឯងដែរមិនយកបាននៅសល់លក្ខខណ្ឌចុងក្រោយមួយទៀតនោះគឺថាដើម្បីអាចដំអំពើនោះបានណាគឺថារបស់ទាំងអស់ហ្នឹងត្រូវតែឲ្យអ្នកដែលត្រូវអំពើ3នាក់ហ្នឹងទៅរកដោយខ្លួនឯងហាមបងប្អូនសាច់ញាតិជួយដារោឬក៏រកឃើញហើយតែប្រាប់ថាកន្លែងនេះកន្លែងនោះមានរបស់ហ្នឹងណាអាហ្នឹងគឺអត់បានទេហើយអ្វីដែលសំខាន់មួយទៀតអ្នកទាំង3ដែលទៅរកនោះគឺអាចរកបានតែសម្រាប់តែខ្លួនឯងតែប៉ុណ្ណោះពួកគាត់អត់អាចជួយរកគ្នាបានទេហើយចុងក្រោយគ្រូនោះក៏បានបន្ថែមទៀតថានេះគឺពឹងលើសំណាងរបស់ពួកគេហើយបើពួកគេអាចរកបានទាន់ពេលគ្រប់យ៉ាងនឹងប្រសើរតែបើរកមិនឃើញនេះក៏រកមិនទាន់ពេលគឺគ្មាននរណាអាចជួយពួកគាត់បានឡើយអញ្ចឹងក្រោយពីបានស្ដាប់នៅអ្វីដែលគ្រូទី2នោះបានរៀបរាប់ហើយម៉ែរបស់បង3នាក់នោះក៏បញ្ញាមកផ្ទះវិញហើយគាត់ក៏បានយករឿងហ្នឹងទៅប្រាប់កូនគាត់ឲ្យបានដឹងក្រោយពីបានដឹងរឿងហ្នឹងហើយបង2និងបង3គាត់ក៏ជឿព្រោះគាត់ក៏បញ្ញាចេញទៅរករបស់ទាំងពីរនោះដើម្បីដំអំពើហើយផលគាត់ជឿហ្នឹងក៏ដោយសារតែពួកគាត់បានឃើញបងប្អូនគាត់ហ្នឹងមានរូបរាងមួយដ៏ចម្លែកមែនហើយរូបរាងចម្លែកដែលពួកគាត់បានឃើញហ្នឹងមិនខ្ញុំប្រាប់អ្នកទាំងអស់គ្នាតាមក្រោយហើយបើនិយាយពីបង2និងបង3ក៏ជឿហើយដោយឡែកបង1ពេលដែលឮម៉ែគាត់និយាយអញ្ចឹងហើយគាត់អត់មានខ្វល់ខ្វាយអីទាំងអស់អ្វីដែលគាត់ខ្វល់គឺខ្វល់តែរឿងតែញ៉ាយប្រពន្ធគេតែមកគាត់ទោះបីជាប្តីគេមករករឿងអីក៏រកទៅគាត់អត់ខ្វល់ទេហើយបើនិយាយពីចៅកន្ធានហ្នឹងក៏ណាស់ដែរវាថាខ្លួនឯងមានប្តីហើយដឹងតែគេទៅផ្ទះគាត់ក្នុងបំណងអីដែរតែគាត់អត់បានប្រកែកឬក៏ណែនាំមកមួយថាកុំឲ្យធ្វើអញ្ចឹងវាមិនសមទេហើយនេះមិនត្រឹមតែមិនបាននិយាយប្រាប់អញ្ចឹងទេគាត់នេះពេលដែលឃើញអញ្ចឹងហើយគាត់ក៏ចាក់បដៅបន្ថែមទៀតគេមកញ៉ាលេបខាយហើយគាត់ក៏និយាយលេងជាមួយគេធ្វើរឿងខ្លួនឯងមិនតមានប្តីអញ្ចឹងហើយរឿងហ្នឹងបងមួយគាត់នៅតែបន្តធ្វើអញ្ចឹងទៅវាមកនិយាយពីបង2និងបង3វិញក្រោយពីចេញទៅរករបស់ទាំងអស់នោះអស់រយៈពេល2ថ្ងៃក្រោយមកពួកគាត់ក៏រកបានរបស់ទាំងនោះមែនហើយរបស់ដែលគាត់រកបានហ្នឹងគឺគាត់ធ្វើបានគ្រប់លក្ខខណ្ឌទាំងអស់
ចឹងក៏ពីរកបានរបស់ទាំងអស់នឹងហើយពួកគាត់ក៏បានយកដើមតកូនតេជនិងដើមរាំងសាបដែលងាប់មែកនោះទៅបុកឲ្យម៉ត់បន្ទាប់មកក៏គាត់យកមកលាយជាមួយទឹកដូងដើម្បីផឹកហើយមានអីក្រោយពីផឹកហើយពួកគាត់ក៏ចាប់ផ្ដើមមើលឃើញបងប្អូនគាត់នេះជាលក្ខណៈធម្មតាវិញចឹងក៏ពីគ្រប់យ៉ាងលេងអីបែបហ្នឹងពួកគាត់ក៏ត្រឡប់មកនៅផ្ទះជុំគ្នាវិញបានដោយឡែកនៅតែបង្មួយទេគឺគាត់នៅតែបន្តនៅផ្ទះគាត់ដដែលហើយគាត់ក៏អត់ព្រមចេញទៅរកអីមកព្យាបាលដែរគឺគាត់នៅវក់តែរឿងស្រីនឹងមកមុខគាត់ចឹងដោយសារតែទង្វើរបស់គាត់បែបហ្នឹងក៏រងទៅបានមួយសប្តាហ៍ក្រោយមកបងមួយនេះក៏បានស្លាប់បាត់ទៅហើយការស្លាប់របស់គាត់ហ្នឹងគឺថាចម្លែកខ្លាំងមែនទែនគឺថាគាត់អត់មានឈឺឬក៏បច្ចេកអាការៈចម្លែកអីទាំងអស់យប់ឡើងងូតទឹកហើយហូបបាយហើយក៏ចូលគេងដល់ពេលព្រឹកឡើងក៏ស្លាប់បាត់តែម្ដងដល់ពេលបងមួយស្លាប់បែបហ្នឹងម៉ែពុករបស់គាត់នេះសោកស្ដាយខ្លាំងមែនទែនព្រោះគាត់ដឹងដែរថាកូនគាត់នឹងត្រូវអំពើគេតែវាមិនសមតែរឿងហ្នឹងវាលឿនបែបហ្នឹងទេតែធ្វើមិនទេបើរឿងវាទៅជាយ៉ាងហ្នឹងហើយគឺគាត់មានតែធ្វើបន់ឲ្យកូនគាត់តាមប្រពៃណីទៅអញ្ចឹងកាលនោះក្រោយពីធ្វើបន់ឲ្យបងមួយហើយរួចរាល់ម៉ែពុករបស់គាត់ហ្នឹងក៏បានទៅរកគ្រូទាយដែលគាត់បានជួបលើកមុនហ្នឹងម្ដងទៀតដើម្បីទៅទីមើលបញ្ជាក់ថាកូនគាត់ពីរនាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ហ្នឹងហើយនៅហើយពេលដែលទៅដល់ជាលើកទី2ហ្នឹងគ្រូនោះក៏បានបញ្ជាក់ថាកូនគាត់ទាំងពីរហ្នឹងគឺលេងអីហើយមានបញ្ហាអីទៀតទេហើយការដែលគាត់មកទីពីលើកមុនហ្នឹងណាគឺគាត់ទីមើលតែរឿងអំពើទេតែដល់មកលើកនេះគាត់ក៏បានសួរនាំពីរឿងដែលបងមួយស្លាប់ណាហើយគាត់ក៏បាននិយាយពីរឿងដែលបងមួយនេះទៅស្រឡាញ់ប្រពន្ធគេដែរប៉ុន្តែមានណាពេលដែលគ្រូនោះកូនគូមើលទៅជាលើកទី2ទៅដឹងថាការពិតបងមួយមិនបានស្រឡាញ់ចៅកន្ធាទេហើយការដែលគាត់ទៅតាមញ៉ាញ៉ងចៅកន្ធារហូតហ្នឹងក៏រសារតែគាត់ត្រូវស្នេហ៍គេហើយគេនឹងជាណាទេគេនឹងគឺជាចៅកន្ធានឹងឯងដែលជាអ្នកដាក់ស្នេហ៍មកលើបងមួយដល់លឿនចឹងគ្រប់គ្នានឹងដាច់ចកេះខ្ទេចព្រោះដំបងទៅថាបងមួយតាជាអ្នកទៅស្រឡាញ់ប្រពន្ធគេតែដល់ដង្ការពិតទៅមានណារឿងវាទៅជាអញ្ចឹងវិញហើយរឿងនឹងផងដែរដល់ពូគាត់ធ្វើការស៊ើបសួរពីការពិតទៅដឹងថាតាមពិតទៅចៅកន្ធានេះគាត់ឃើញបងមួយនឹងខ្ពស់សំហាអញ្ចឹងហើយគាត់ក៏ចាប់ចិត្តស្រឡាញ់បងមួយតាមតែខ្លួនឯងនឹងមានប្តីហើយគាត់នឹងក៏ធ្លាប់ទៅញ៉ាញ៉ឲ្យដៃឲ្យជើងបងមួយដែរតែបងមួយគាត់អត់ញ៉ៃញ៉ៃជាមួយទេព្រោះតែចៅកន្ធានេះគាត់មានប្តីអញ្ចឹងគាត់អត់ចង់ពាក់ព័ន្ធអីទេហើយហេតុផលដែលធ្វើឲ្យចៅកន្ធាគាត់សម្រេចចិត្តធ្វើស្នេហ៍នោះគឺគាត់ធ្វើនឹងក្នុងគោលបំណងឲ្យប្តីគាត់ខឹងហើយលែងលះគាត់ណាអានឹងគាត់ទៅយកបងមួយនេះមកធ្វើប្តីនៅត្រង់ចំណុចហ្នឹងហើយតែប្រពេលដែលមួយទៅញ៉ាយញងគាត់គឺគាត់ចេះតែចាប់បដៅតាមនឹងរហូតព្រោះក្នុងគោលបំណងចង់ឲ្យប្តីគាត់ខឹងទេមិនចង់ឲ្យប្តីគាត់ទៅរករឿងមួយឡើយតែគ្រប់យ៉ាងមិនដូចការគិតណាពេលហ្នឹងប្តីគាត់មិនខឹងមិនលេងគាត់ហើយបែរជាខឹងហើយតែធ្វើអំពើដាក់មួយទៀតអញ្ចឹងមានន័យថាទាំងប្តីទាំងប្រពន្ធហ្នឹងគឺសុទ្ធតែធ្វើអំពើខ្មៅមកលើបងមួយទាំងពីរអ្នកតែម្ដងហើយម្ដងចំណុចហ្នឹងទើបយើងដឹងថាអ្នកដែលរងគ្រោះពិតប្រាកដគឺជាបងមួយអញ្ចឹងខ្ញុំសូមនិយាយពីដំណាក់ដើមតូននៃការដាក់អំពើនោះណាបើដើមហេតុនៃការដាក់អំពើហ្នឹងគឺកើតឡើងនៅក្នុងថ្ងៃដែលបងសុកគាត់បានទៅឆ្លុះគ្នារករឿងជាមួយបងមួយនឹងឯងហើយដោយសារតែឆ្លុះគ្នាផ្លូវក្រៅមួយឆ្នេះបងសុកគាត់ក៏បែកគំនិតលេងផ្លូវក្នុងម្ដងដោយបងរកថាការហ្នឹងនៅក្នុងភូមិគឺមានគ្រូអំពើម្នាក់ដែលអ្នកភូមិតែងតែហៅគាត់ថាតាម៉ៅព្រោះតែតាម្នាក់ហ្នឹងគាត់ខ្មៅហើយគាត់ចាក់សាក់នឹងពេញខ្លួនហើយសាក់លើដងខ្លួនរបស់គាត់ហ្នឹងគឺសុទ្ធតែជន់ទាំងអស់ហើយដោយសារតែតាម៉ៅនេះគាត់គឺជាគ្រូមន្តអាគមខាងផ្លូវងឹតបែបហ្នឹងតែរបស់គាត់គឺមិនស្ថិតនៅក្នុងភូមិជាប់ផ្លូវដូចគេទេគឺគាត់បានទៅធ្វើផ្ទះនៅចំការនៅខាងក្រៅក្បែរមាត់អូមួយហើយនៅហ្នឹងតែម្នាក់ឯងចឹងទៅហ្នឹងហើយឥឡូវត្រឡប់មកនិយាយពីបងសុកវិញក្រោយពីមានចិត្តគុំគួនខាងបែបហ្នឹងហើយបីថ្ងៃក្រោយមកបន្ទាប់ពីឆ្លុះគ្នាជាមួយគេមិនឆ្នេះអញ្ចឹងគាត់ក៏បានទៅជួបតាម៉ៅនោះដើម្បីធ្វើអំពើដាក់បីអ្នកបងប្អូននោះអញ្ចឹងពេលដែលទៅដល់ផ្ទះតាម៉ៅនោះមកសុកគាត់ក៏បានចូលទៅហើយក៏បាននិយាយពីរឿងរ៉ាវដើមតងទាំងអស់ប្រាប់តាម៉ៅឲ្យបានដឹងហើយចុងក្រោយគាត់ក៏បាននិយាយថាគាត់ចង់ធ្វើអំពើដាក់បីអ្នកបងប្អូននោះលឺអញ្ចឹងតាម៉ៅគាត់ក៏សួរចង់ដាក់របៀបម៉េចចង់ដាក់ឲ្យពួកគាត់នឹងបាត់បង់អ្វីមួយទៅជាមនុស្សឈួតឬក៏ចង់ឲ្យស្លាប់ពេលហ្នឹងដោយសារតែចិត្តខឹងមកគ្របដល់ពេញខ្លួនរបស់គាត់អស់ហើយបងសុកគាត់ក៏បានប្រាប់តាម៉ៅថាគាត់ចង់ឲ្យបីអ្នកបងប្អូននឹងស្លាប់ប៉ុន្តែមិនស្លាប់ទៅឈឺអីនោះទេគឺធ្វើយ៉ាងណាឲ្យពួកគេស្លាប់ដោយមិនដឹងខ្លួនតែម្ដងដើម្បីកុំឲ្យគេមានសង្ស័យថាពួកគេត្រូវអំពើណាអញ្ចឹងក្រោយពីលឺបងសុកនិយាយបែបហ្នឹងហើយតាម៉ៅគាត់ក៏បានប្រាប់ថាបានធ្វើបានប៉ុន្តែថ្លៃទៅនេះរែងថ្លៃទៅយាយព្រោះតែអំពើប្រភេទនេះត្រូវចំណាយកម្លាំងធ្វើការច្រើន
ពេលហ្នឹងបងសោគាត់ក៏បាននិយាយថាសម្រាប់រឿងទំនើបហ្នឹងមិនជាបញ្ហាទេអស់ប្រមាណក៏បានដែរសំខាន់ណាស់ឲ្យតែពួកគេស្លាប់ហើយស្លាប់ទាំង3នាក់នឹងតែម្ដងកុំឲ្យមាននរណារស់អញ្ចឹងក្រោយពីនិយាយគ្នាជាមួយបងសុកហើយតាម៉ៅគាត់ក៏បានរៀបចំធ្វើអំពើមួយដែលមានឈ្មោះថាអំពើព្រាយមេម៉ាយពេលដំណងឡើយតាម៉ៅគាត់បានចាត់កូនចៅគាត់ចំនួន2-3នាក់ដើម្បីទៅដើរមើលទីតាំងភូមិសាស្ត្រសុខភូមិណាដែលទើបតែមានអ្នកស្លាប់ហើយអ្នកស្លាប់នោះត្រូវតែជាស្ត្រីមេម៉ាយប្តីលេងបើមេម៉ាយប្តីស្លាប់ចោលក៏យកដែរហ្នឹងហើយពេលហ្នឹងត្រូវតែរស់ស្ត្រីមេម៉ាយប្តីលេងហើយធ្លាប់មានកូនរួចហើយមិនខ្វល់ថាមានកូន1 2ឬក៏3ទេសំខាន់ឲ្យតែធ្លាប់មានកូនហើយស្ត្រីម្នាក់នោះត្រូវតែជាមនុស្សស្រីដែលស្ថិតនៅក្នុងអាយុមួយដែលអាចនឹងមានកូនបន្តទៀតបានណាអញ្ចឹងកាលនោះកូនចៅរបស់តាម៉ៅហ្នឹងក៏បានដាក់រកបានសពស្ត្រីដែលស្លាប់ហើយត្រូវលក្ខខណ្ឌទាំងអស់ហ្នឹងមែនអញ្ចឹងក៏ไปរកបានសពស្ត្រីមេម៉ាយហ្នឹងហើយគឺឈានចូលដល់ដំណាក់កាលទី2ដែលដំណាក់កាលទី2នេះគឺតម្រូវឲ្យពួកគេយករបស់3យ៉ាងពីសពនោះទី1គឺត្រូវយកទឹករៀងសាកសពពេលគេកំពុងតែលាងសពហ្នឹងធ្វើយ៉ាងណាត្រូវតែត្រង់ទឹកនោះយកមកឲ្យបានហើយនៅសល់របស់2ទៀតគឺពេលគេកប់សពនោះបានរយៈពេល7ថ្ងៃគឺពួកគេត្រូវតែទៅលូកប់ភ្នោះសពនោះដើម្បីយកទឹករំងាយចេញពីសពហើយនឹងសរសៃសក់របស់សពនោះមកពេលដែលបានរបស់គ្រប់តាមអ្វីដែលកំណត់ហើយគឺត្រូវយកត្រឡប់មកឲ្យតាម៉ៅវិញដើម្បីគាត់ធ្វើពិធីអញ្ចឹងពេលដែលរកបានរបស់គ្រប់តាមគ្រឿងផ្សំហើយតាម៉ៅក៏បានយករបស់ទាំង3នោះមកដាក់ក្នុងកថាម្ដុំហើយគាត់ក៏រុំរបស់ទាំងនោះបិទជួគ្នានឹងចិត្តទំហំប្រហែលជាប៉ុនកូនដៃទេឬគាត់ក៏បានប្រាប់បងសុកថាត្រូវយករបស់ទាំងហ្នឹងទៅកប់ឲ្យនៅចំពីមុខផ្លូវចូលផ្ទះរបស់បងប្អូន3នាក់ហ្នឹងហើយពេលដែលកប់របស់នោះហើយត្រូវតែតែងឈ្មោះ3នាក់បងប្អូនហ្នឹងឲ្យជាប់កប់បានសម្រេចហើយត្រូវដើរត្រឡប់មកផ្ទះវិញឲ្យលឿនហើយហាមងាកក្រោយជាដាច់ខាតអញ្ចឹងក្រោយពីទទួលបានការណែនាំពីតាម៉ៅហើយបងសុកក៏បានទទួលយកកថានោះពីតាម៉ៅហើយគាត់ក៏ធ្វើតាមអ្វីដែលតាម៉ៅបានប្រាប់ទៅអញ្ចឹងមករកកថាពេលដែលបងសុកបានយកកថាទៅដាក់នៅក្នុងយប់ហ្នឹងហើយព្រឹកឡើងបងប្អូនរបស់គាត់3នាក់ហ្នឹងក៏ចាប់ផ្ដើមឆ្លោះគ្នាហើយក៏ចោទគ្នាថាជាបិសាចអញ្ចឹងទៅហើយហេតុផលដែលធ្វើឲ្យពួកគាត់ចោទគ្នាថាជាបិសាចហ្នឹងក៏ដោយសារតែពួកគាត់មើលឃើញគ្នាទាំង3នាក់ហ្នឹងមានខ្មោចស្រីម្នាក់កំពុងតែជិះកហើយអាពេលដែលជិះកហ្នឹងគឺថាខ្មោចស្រីម្នាក់ហ្នឹងវាហាមាត់យ៉ាងធំលើកក្បាលរបស់ពួកគាត់នឹងបាត់ទៀតហើយពេលដែលបងទី1មើលទៅបងទី2ក៏ឃើញអញ្ចឹងហើយបងទី2មើលទៅបងទី3ក៏ឃើញអញ្ចឹងដែរអញ្ចឹងហើយទៅពួកគាត់នឹងចាប់ផ្ដើមឆ្លោះសាយដាក់គ្នាតែជាបិសាចអញ្ចឹងទៅអញ្ចឹងក្រោយពីបានដឹងរឿងហើយម៉ែពុកបបមួយគាត់ក៏មិនបានទៅរករឿងគ្រួសាររបស់បងសុកនិងបងកធាដែរតែជាទៅអ្នកទាំងអស់គ្នាអ្នកដែលធ្លាប់ធ្វើអំពើធ្វើស្នាដាក់គេអញ្ចឹងគឺថារួមមិនបានសុខប្រមាណទេនឹងបើតាមអ្វីដែលខ្ញុំធ្លាប់ដឹងណាតែបងរោគាត់បានបញ្ជាក់ថាពួកគាត់នឹងទៅជាយ៉ាងណាដែរហើយគ្រួសារនោះក៏គេដឹងថាតាម៉ៅនេះជាអ្នកធ្វើរឿងនឹងដែរប៉ុន្តែគេខ្ជិលនាំរឿងច្រើនអញ្ចឹងគេក៏មិនបានទៅរករឿងតាម៉ៅអីដែរហើយនឹងគឺជារឿងដែលបានកើតឡើងទៅលើគ្រួសារនោះរហូតតម្រង់ទៅបានប្រហែលជា4-5 ឆ្នាំក្រោយមកក៏មានរឿងសរិននឹងមួយទៀតបានកើតឡើងដល់ការនោះមករកថាហូបពីភូមិដែលក៏រស់នៅនឹងប្រហែលជា10 គីឡូដីគឺមានផ្សារមួយដែលគេមានលក់នេះលក់នោះរឹបផ្សារទូទៅអញ្ចឹងហ្នឹងហើយអញ្ចឹងកាលនៅក្នុងផ្សារនោះមានអ្នកលក់2នាក់ដែលពួកគាត់នឹងមានឈ្មោះថាមីងធឿននិងមីងវ៉ាដោយមីងធឿនគាត់គឺជាអ្នកលក់សាច់គោហើយមីងវ៉ាគាត់គឺជាអ្នកលក់សាច់ជ្រូកហើយតបរបស់ពួកគាត់2នាក់ហ្នឹងគឺនៅជាប់គ្នាតែម្ដងលុះរាល់ថ្ងៃហ្នឹងពួកគាត់និយាយគ្នាលេងនិយាយដល់តែងអីជាមួយគ្នាជាធម្មតាប៉ុន្តែមានថ្ងៃមួយបងរោក៏ថាមិនដឹងជាមានបញ្ហាអីទេមីង2នាក់ហ្នឹងគាត់ក៏ឆ្លោះគ្នាសង្ស័យតែមកពីដើមមួយគ្នាក៏មិនដឹងនេះបងរោគាត់ក៏ច្បាស់ដែរតែគ្រាន់ដឹងថាពេលដែលមីង2នាក់ហ្នឹងឆ្លោះគ្នាគឺថាឆ្លោះរហូតដល់ថ្នាក់ពួកគាត់កាចជាការគុំគួនគ្នាខ្លាំងមែនទែនដល់ថ្នាក់មីងវ៉ាគាត់បាយគំនិតចង់ធ្វើអំពើដាក់មីងធឿនហើយឲ្យតែនឹកដល់រឿងធ្វើអំពើហ្នឹងគឺគ្មាននរណាទេក្រៅពីអាចដល់យើងហ្នឹងនោះគឺតាម៉ៅនឹងឯងអញ្ចឹងកាលហ្នឹងដូចអ្នកដទៃដែរពេលដែលបានទៅជួបតាម៉ៅគាត់តែងតែសួរថាមួយគាត់នឹងត្រូវការសេវាកម្មបែបណាហើយមីងវ៉ាពេលនោះដោយសារតែចិត្តខឹងគឺគាត់ចង់ធ្វើឲ្យមីងធឿនស្លាប់ដោយមិនដឹងខ្លួនហើយស្លាប់ទាំងគោលក្រុងពោះទៅជាមួយទៀតបច្ចុប្បន្នអ្នកទាំងអស់គ្នាពេលហ្នឹងមីងធឿនគាត់មានផ្ទៃពោះកូនបាន6 ខែហើយហ្នឹងហើយអញ្ចឹងពេលនោះមីងវ៉ាគាត់ខឹងណាស់គាត់ត្រូវតែធ្វើឲ្យមីងធឿនស្លាប់មិនគាត់ព្រមអញ្ចឹងក្រោយពីអតិជនតែងកញ្ចប់នឹងហើយតាម៉ៅក៏បានដាក់អំពើទៅលើមីងធឿនដោយអំពើដែលគាត់ធ្លាប់បានដាក់ទៅលើមួយអញ្ចឹងព្រោះថាវត្ថុធាតុដើមគឺនៅសល់អាចប្រើបាន
ដល់ពេលនោះគាត់បានឲ្យកថាមួយទៅមីនវ៉ាហើយគាត់នឹងចូលទៅកប់នៅមុខផ្លូវចូលតែមីនធឿនទៅគឺអំពើហ្នឹងវាជាប់ហើយអញ្ចឹងពេលដែលគេដាក់អំពើមកលើហើយនៅក្នុងថ្ងៃទី1មីនធឿនគាត់អត់ទាន់មានអាការៈអីទេព្រោះដូចតែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយអំពើហ្នឹងគឺគេធ្វើឲ្យអ្នកត្រូវហ្នឹងស្លាប់ដោយមិនដឹងខ្លួនហើយរហូតដល់ថ្ងៃទី2នៅពេលយប់ឡើងអាពេលដែលកំពុងតែកេងនេះស្រាប់តែមីនធឿនគាត់លឺសំឡេងមនុស្សស្រាយគូចានគូឆ្នាំងលឺអញ្ចឹងគាត់ក៏ភ្ញាក់ហើយក៏អង្គុយទៀងស្ដាប់ទៅទើបដឹងថាអ្វីដែលគាត់លឺហ្នឹងគឺជាសំឡេងអ្នកភូមិស្រែព្រោះតែឥឡូវហ្នឹងកំពុងតែមានច័ន្ទគ្រាហើយបើតាមជំនឿរបស់ខ្មែរយើងដូចអ្នកទាំងអស់គ្នាដឹងស្រាប់ហើយពេលដែលមានច័ន្ទគ្រាអញ្ចឹងគឺគេហាមមិនឲ្យស្ត្រីមានផ្ទៃពោះចេញទៅមើលច័ន្ទគ្រាទេព្រោះថាខ្លាចមានបញ្ហាដល់កូនអីអញ្ចឹងណាហើយនឹងគ្រាន់តែជាជំនឿទេហើយមានធឿនគាត់ក៏ជឿទៅលើរឿងហ្នឹងដែរព្រោះថាម្ដាយណាមិនស្រឡាញ់កូនគាត់មិនចង់ចំណេះខ្លាចមានបញ្ហាដល់កូនគាត់ណាប៉ុន្តែដោយសារតែយប់ហ្នឹងគាត់ឮគេសើចឡើងចង់ផ្អើភូមិទៅហើយចិត្តនេះក៏ចង់ឃើញនឹងគេដែរអញ្ចឹងពេលហ្នឹងមានធឿនគាត់ក៏នឹកឃើញវិធីមួយដែលគាត់បានយកផ្ទាល់មួយទៅដាក់ទឹកឲ្យពេញដើម្បីចាំងឆ្លោះមើលច័ន្ទគ្រាតាមផ្ទាល់នោះណាគិតអញ្ចឹងហើយគាត់ក៏បានទៅយកផ្ទាល់ទឹកមួយបដាក់នៅមុខផ្ទះបន្ទាប់មកគាត់ក៏អង្គុយចុះហើយអោនទៅមើលប៉ុន្តែអ្នកទាំងអស់គ្នាហើយពេលដែលគាត់អោនទៅគាត់មិនបានឃើញច័ន្ទគ្រាណាពេលនោះគាត់ក៏បានឃើញខ្លួនឯងនេះនៅក្នុងផ្ទៃហើយគាត់ក៏ឃើញថាមានមនុស្សស្រីម្នាក់កំពុងតែជីកកគាត់ហើយម្នាក់ស្រីហ្នឹងលើកក្បាលគាត់នឹងបាត់ណាគាត់តែឃើញចឹងភ្លាមមានធឿនគាត់នឹងភ្ញាក់ក៏វិតទៅនឹងចេញហើយក៏ក្រោករត់ចូលទៅសង្ងំនៅក្នុងផ្ទះវិញរហូតដល់ព្រឹកឡើងនៅក្នុងព្រឹកហ្នឹងគាត់បានទៅលក់ទេព្រោះតែជួបរឿងចម្លែកការប្រយុទ្ធមិញអញ្ចឹងគាត់ក៏បានយល់រឿងដែលគាត់បានជួបប្រយុទ្ធមិញហ្នឹងទៅសួរចាស់ថាហ្នឹងគឺជាប្រផ្នូលអីណាប៉ុន្តែដល់ពេលសួរចាស់ទៅចាស់ក៏ប្រាប់ថានោះមិនជាប្រផ្នូលទេគឺថាមានធឿននេះត្រូវអំពើគេហើយឬចាស់និយាយអញ្ចឹងគាត់ក៏សួរថាអំពើអីគេពេលហ្នឹងចាស់ក៏បានរៀបរាប់រឿងដែលបានកើតឡើងទៅលើបងមួយឲ្យមានធឿនបានដឹងហើយអ្នកទាំងអស់គ្នាមិនបាច់ឆ្ងល់ទេថាហេតុអីបានមានធឿនណាគាត់មិនបានដឹងរឿងមួយព្រោះថាចំនួនហ្នឹងមិនទាន់មានអីផ្សព្វផ្សាយទៅរំទលីដល់ឥឡូវឡើយបើសាឥឡូវវិញសាក់ដឹងថានរណាម្នាក់ជាអាបអីមើលគឺថាគេនឹងថតផុសរហូតដល់អាបនឹងដកកលេងចេញលើហើយហ្នឹងហើយឥឡូវងាកមកកាន់សាច់រឿងយើងវិញអញ្ចឹងក្រោយពីរៀបរាប់រឿងទាំងអស់ហ្នឹងប្រាប់មានធឿនហើយចាស់ក៏បានប្រាប់ឲ្យមានធឿននេះទៅរកតកូនតេកងាប់ត្រួយនឹងដើមរាំងសាមកបុកលេទឹកដងផាត់ទៅនឹងលេងអីហើយតែកាលហ្នឹងដោយសារតែមានធឿនណាគាត់មានតេពូផងអីផងគាត់បានដើរទៅរកតាអ្វីដែលចាស់បានប្រាប់ទេប៉ុន្តែត្រឡប់មកវិញគាត់ក៏បានទៅស្រុកកំណើតដើម្បីទៅរកគ្រូម្នាក់ឲ្យជួយពេលដែលទៅដល់មានធឿនក៏បានរៀបរាប់ពីដំណើរដើមតងនៃសាច់រឿងនោះឲ្យគ្រូនោះបានដឹងហើយពេលដែលមានធឿនរៀបរាប់ដំណើររឿងបែបហ្នឹងហើយគ្រូនោះក៏បាននិយាយថាគាត់នឹងជួយបានហើយវិធីដែលគាត់ធ្វើហ្នឹងមិនមែនដល់អំពើដែលគេដាក់មកលើមានធឿនទេគឺគាត់នឹងធ្វើពិធីដើម្បីអំរាប់វិញ្ញាណខ្មោចស្រីមេម៉ាយដែលតាម៉ៅគាត់បានចងហើយធ្វើឲ្យវិញ្ញាណនោះខ្លាំងហើយវាបកទៅលើតាម៉ៅវិញនិយាយទៅគ្រូនឹងក៏ច្បាស់របស់គាត់អ្នកទាំងអស់គ្នាហើយមានអីពេលដែលធ្វើអញ្ចឹងហើយតាម៉ៅប្រហែលជាគាត់មិនដឹងខ្លួនថាទេកំពុងតែធ្វើបកទៅលើគាត់វិញទេហើយអត់យូរទេបានប្រហែលជា3ថ្ងៃក្រោយមកក្រោយពីធ្វើពិធីនឹងហើយនៅព្រឹកមួយមានគេដើរទៅចំការកាត់តាមផ្ទះរបស់តាម៉ៅហ្នឹងគេក៏បានឃើញផ្ទះតាម៉ៅនេះបាត់ទ្វីចិត្តដោយតាមទម្លាប់គាត់ក្រាបតាំងពីម៉ោង5អីមកម្ល៉េះដល់ឃើញផ្ទះតាម៉ៅបាត់ទ្វីអញ្ចឹងអ្នកធ្វើចំការហ្នឹងក៏បានចូលទៅមើលដល់ពេលចូលទៅអ្នកទាំងអស់គ្នាហើយគឺគេឃើញនៅក្រោមផ្ទះគាត់ហ្នឹងគឺសុទ្ធតែឈាមហើយនឹងកកពេញក្រោមផ្ទះហ្នឹងតែម្ដងដែលបញ្ជាក់ថាឈាមមកកកហ្នឹងគឺវាតក់មកពីលើផ្ទះណាឃើញចឹងភ្លាមអ្នកដែលឃើញនោះគាត់រហីឡើងទៅមើលទេព្រោះគាត់បានរត់ត្រឡប់ទៅភូមិវិញសិនទៅប្រាប់មេភូមិនិងអ្នកភូមិឲ្យបានដឹងដើម្បីគេមកជួយមើលគ្នាហើយដល់ពេលមានមនុស្សច្រើនមកដល់អញ្ចឹងគេក៏មិនតឡើងទៅភ្លាមដែរគឺគេសាយហៅសិនប៉ុន្តែស្រេចហើយស្ងាត់ទើបគេសម្រេចចិត្តឡើងទៅមើលដល់ពេលឡើងទៅទើបគេឃើញថាតាម៉ៅគាត់បានចងកសម្រាប់ខ្លួនស្លាប់បាត់ទៅហើយមករកថាតាម៉ៅមិនត្រឹមតែចងកសម្រាប់ខ្លួនធម្មតាទេគឺថាសពរបស់គាត់ហ្នឹងថែមទាំងត្រូវគេវះពលឡើងដាច់អាយុគ្លីពវិលខេលខៈពេញផ្ទះសាហាវខ្លាំងមែនទែនហើយសម្រាប់ការស្លាប់របស់តាម៉ៅក៏គេមិនប្រកាសថាវាជាអំពើដែលវិញ្ញាណខ្មោចនោះវាបកទៅលើគាត់ឬក៏វាកាត់ឡើងដោយសារតែអំពើឃាតកម្មដែរប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍ពេលនោះគឺថាទ្រព្យសម្បត្តិរបស់តាម៉ៅគឺអត់មានខ្វិចបាត់បង់តាណាទេហើយផ្ទះរបស់គាត់ក៏អត់មានភាពវិញ្ញាណញ៉ៃបង្ហាញពីការបន្តអីដែរ
គឺពេលគេឃើញនឹងគឺឃើញតែសពតាម៉ៅគាត់ចងកទ្រីពោះតែប៉ុណ្្នឹងឯងហើយដោយសារតែការស្លាប់របស់គាត់មិននឹងមូលហេតុបែបហ្នឹងអ្នកភូមិក៏មិនដឹងត្រូវធ្វើមិនដែរអញ្ចឹងគេមានតែយកសពរបស់គាត់ទៅធ្វើបន់តាមប្រពៃណីទៅអញ្ចឹងមករកគាត់ថាក្រៅពីតាម៉ៅបានស្លាប់បាត់ទៅនៅក្នុងភូមិរបស់គាត់នឹងក៏ចាប់ផ្ដើមមានភាពវឹកវរនឹងវិញ្ញាណខ្មោចដោយសារតែការដែលតាម៉ៅគាត់នៅរស់មិនដឹងតែគាត់ខំវិញ្ញាណខ្មោចប្រមាណក្បាលទេដល់ពេលគាត់ស្លាប់បាត់ទៅអញ្ចឹងវិញ្ញាណទាំងនោះក៏អស់អ្នកគ្រប់គ្រងអញ្ចឹងវាក៏ចេញមកលោម្លាធ្វើបានអ្នកភូមិយ៉ាងអនាថាបតៃដោយកន្លែងខ្លះធ្លាប់តែសុកសានក៏ប្រែតែជាគួរខ្លាចជាពិសេសនៅមករុំផ្ទះតាម៉ៅនៅមាត់អូក្បែរផ្ទះគាត់នឹងអ្នកភូមិអាសាជួបញឹកញាប់មែនទែនហើយបបាក់ខ្មោចណាវិការចាវាតាមលងគេដល់ផ្ទះក៏មានដែរហើយការនោះមានគ្រប់ម៉ូតគ្រប់ម៉ាក់ទាំងអស់មានទាំងព្រីខ្មោចកបត់កផាខ្មោចពេលកូនខ្មោចស្អីក៏មានដែរដែលធ្វើឲ្យភូមិកាលហ្នឹងពួកគាត់ខ្លាចខ្លាំងមែនទែនឲ្យតែប្រលប់មិនតាន់ទេដឹងតែនងគ្រីបិទទ្វារទៅសង្ងំក្នុងផ្ទះអស់ហើយដល់មើលទៅមិនកើតទេបើនៅតែបន្តអញ្ចឹងអ្នកភូមិដឹងតែគ្មាននរណានៅបានសុខឡើយអញ្ចឹងហើយទៅអ្នកភូមិរបស់គាត់នេះក៏បានទៅអញ្ជើញគ្រូបកាយខាងចាប់ខ្មោចម្នាក់មកជួយអន្តរាគមន៍បើថាខ្មោចចេញមួយចាប់មួយចេញពីរចាប់ពីរចាប់តទៅអស់មិនឈប់ចាប់អញ្ចឹងក្រោយពីអ្នកភូមិបានអញ្ជើញគ្រូមកចាប់ខ្មោចទាំងអស់នឹងបានអស់ហើយក្នុងភូមិក៏ចាប់ផ្ដើមស្ងប់ស្ងាត់ឡើងវិញហើយក្រោយពីតាម៉ៅបានស្លាប់ទៅអ្នកភូមិក៏មិនដែលមាននរណាជួបរឿងអំពើអំពន់អីទៀតដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងរឿងរបស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តហើយអ្នកទាំងអស់គ្នាក្រោយពីស្ដាប់រឿងនេះហើយតើអ្នកទាំងអស់គ្នាយល់ចំណែកដែរកុំភ្លេចជួយខមមិនប្រាប់ខ្ញុំម្នាក់មួយផងតែមុននឹងចប់អ្នកទាំងអស់គ្នាខ្ញុំសូមបញ្ជាក់ថាសាច់រឿងដែលខ្ញុំបាននិយាយខាងលើនេះគឺខ្ញុំមិននិយាយទៅតាមអ្វីដែលមករោបានចែករំលែកមកតែប៉ុណ្ណោះបើមានខុសទោះអីសូមអ្នកទាំងអស់គ្នាអធិស្ឋានផងព្រោះខ្ញុំមិនមែនជាអ្នកចែកដឹងខាងរឿងទៅអស់ហ្នឹងទេហើយជ្រាបនៅក្នុងឱកាសនេះដែរខ្ញុំក៏សូមអធិស្ឋានដល់បងប្អូនមួយចំនួនដែលគាត់តែងតែសនំពរខ្ញុំធ្វើរឿងឲ្យបានមួយម៉ោងឬក៏លើសពីហ្នឹងអីចឹងទៅប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាខ្ញុំមកក៏ចង់ធ្វើរឿងវិញៗឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ដែរប៉ុន្តែធ្វើមិនរឿងដែលបងប្អូនគាត់ចែករំលែកមកគឺវាខ្លីបានតែប៉ុណ្ណឹងយើងនិយាយទៅគឺថាខ្មោចលងពួកគាត់តែប៉ុណ្ណឹងអញ្ចឹងខ្ញុំជាអ្នកដែលនិយាយតនេះក៏និយាយបានខ្លីតាមនឹងដែរសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់ត្រង់ចំណុចនេះតែពីខ្ញុំទៅដើម្បីឲ្យបានរឿងកាន់ទៅវិញខ្ញុំក៏សូមសនំពោដល់ខ្មោចវិញបើថាដាក់ចិត្តលងគេហើយលោឲ្យវិញតិចទៅគ្រាន់បានខ្ញុំនេះនិយាយនេះបានវិញតិចដែរនិយាយលេងនេះទាំងអស់គ្នាតែខ្មោចលឺនឹងខ្វាយអន់ចិត្តលើហើយអូខេកុំនៅតែប៉ាយូរពេកអញ្ចឹងដូចរាល់ដងបើសិនជាអ្នកទាំងអស់គ្នាមានសាច់រឿងចង់ឲ្យកថាធ្វើការចែករំលែកបន្តអ្នកទាំងអស់គ្នាអាចផ្ញើសារជឿមកកាន់ Facebook Page និង Telegram របស់កថាដែលមានដំណភ្ជាប់នៅក្នុង description ខាងក្រោមបានហើយជានៅក្នុងឱកាសនេះខ្ញុំក៏សូមអធិស្ឋានបើសិនជាពេលខ្ញុំនិយាយទៅមានកន្លែងណាខ្វះខាតឬក៏មានពាក្យពេចន៍លឺត្រង់កន្លែងណាមួយដោយអចេតនាទីចុងក្រោយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់និងការទស្សនាតាំងពីដើមរហូតដល់ចំណុចនេះហើយយើងនឹងជួបគ្នានៅរឿងខ្មោចក្រោយៗទៀត